តើបងប្អូនដឹងទេថាហេតុអ្វីបានជាមហាអំណាចចិនមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលកម្ពុជានិងថៃមានការប៉ះទង្គិចគ្នានៅតាមព្រំដែនហើយពាក្យថាមិត្តដៃថែបដែលចិននិយាយទៅកាន់កម្ពុជាក្នុងកលៈទេសៈដ៏តានតឹងនេះមានអត្ថន័យជ្រាលជ្រៅបែបណាខេត្តយូណានប្រទេសចិនខណៈដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានជួបគ្នាចិនបានចេញសារយ៉ាងច្បាស់លាស់មួយក្រោយកម្ពុជានិងថៃព្រមព្រៀងឈប់បាញ់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025តើកិច្ចប្រជុំទ្វេភាគីកម្ពុជានិងចិនមានអាចកំបាំងអ្វីខ្លះហើយតើសន្តិភាពនៅព្រំដែនអាចនឹងរឹងមាំបានយូរប៉ុណ្ណាសូមស្វាគមន៍មកកាន់ការវិភាគព័ត៌មានស៊ីជម្រៅតោះយើងទៅតាមដានទាំងអស់គ្នាបាទជាបឋមយើងមកចាប់អារម្មណ៍លើខ្លឹមសារសំខាន់បំផុតដែលប្រធានបទក្តៅគគុកនៅថ្ងៃនេះយោងតាមទូរទស្សន៍ជាតិកម្ពុជាដែលបានបញ្ជូនអ្នកសារព័ត៌មានផ្ទាល់ទៅកាន់ខេត្តយូណានប្រទេសចិនបានឲ្យដឹងថាលោកវ៉ាងយីរដ្ឋមន្ត្រីការបរទេសចិនបានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺលោកវ៉ាងយីបានប្រើប្រាស់ពាក្យពេចន៍ធ្ងន់ធ្ងរនិងមានអត្ថន័យជ្រាលជ្រៅថាកម្ពុជានិងចិនគឺជាមិត្តដៃថែបហេតុអ្វីលោកលើកឡើងបែបនេះលោកបញ្ជាក់ថាដោយសារតែភាពជាមិត្តដៃថែបនេះហើយទើបធ្វើឲ្យលោកនិងរដ្ឋាភិបាលចិនមានក្តីកង្វល់និងមិនសប្បាយចិត្តតតែសោះនៅពេលឃើញកម្ពុជានិងថៃមានការប៉ះទង្គិចគ្នាដោយអាវុធនៅតាមព្រំដែនបែបនេះជាសំណាងល្អយោងតាមប្រភពដដែលបានឲ្យដឹងថាលោកវ៉ាងយីបានសម្ដែងក្តីរីករាយយ៉ាងខ្លាំងបន្ទាប់ពីទទួលបានដំណឹងថាប្រទេសទាំងពីរកម្ពុជានិងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាផ្លូវការដែលបានចូលជាធរមានពីវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូឆ្នាំ2025នេះមានន័យថាសម្លេងកាំភ្លើងបានស្ងប់ស្ងាត់ហើយប៉ុន្តែប្រមុខការទូតចិនរូបនេះបានសង្កត់ធ្ងន់ថាការងារបន្ទាប់របស់ប្រទេសទាំងពីរគឺមិនមែនគ្រាន់តែឈប់បាញ់ទេតែត្រូវធ្វើបែបណាឲ្យមានសន្តិភាពរឹងមាំនិងយូរអង្វែងឥឡូវនេះយើងមកវិភាគពាក្យពេចន៍មួយដែលសំខាន់ណាស់គឺពាក្យថាមិត្តដៃថែបបងប្អូនអ្នកទស្សនាទាំងអស់គ្នាប្រហែលជាធ្លាប់ឮពាក្យនេះញឹកញាប់ហើយប៉ុន្តែក្នុងកលៈទេសៈនៃចំនួនព្រំដែនពាក្យនេះមានទម្ងន់ខ្លាំងណាស់វាជាការបង្ហាញជំហររបស់ចិនថាចិនមិនដែលចោលកម្ពុជាទេការដែលចិនចេញមុខធ្វើជាអាញាកណ្ដាលឬអ្នកសម្របសម្រួលក្នុងចំនួនរវាងកម្ពុជានិងថៃនៅទឹកដីចិនខេត្តយូណានបង្ហាញថាចិនមិនចង់ឲ្យចំនួននេះរីកធំធាត់ដែលនាំឲ្យប៉ះពាល់ដល់កម្ពុជាដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួនឡើយចិនមិនចង់ឃើញតំបន់អាស៊ានមានភ្លើងសង្គ្រាមកម្ពុជានិងថៃសុទ្ធតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ចិនបើបងប្អូនក្រឡេកមើលផ្លូវរថភ្លើងឬគម្រោងខ្សែក្រវ៉ាត់និងផ្លូវការតភ្ជាប់ពីចិនមកឡាវមកថៃនិងមកកម្ពុជាគឺជារបៀងសេដ្ឋកិច្ចតែមួយបើមានក្របកាំភ្លើងផ្ទុះនៅតាមព្រំដែនតើអ្នកណានឹងហ៊ានរកស៊ីតើទំនិញនឹងដឹកជញ្ជូនយ៉ាងដូចម្ដេចដូច្នេះកង្វល់របស់លោកវ៉ាងយីមិនមែនគ្រាន់តែជាពាក្យសមរម្យតាមផ្លូវការទូតទេតែជាកង្វល់ខាងសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយយ៉ាងពិតប្រាកដត្រឡប់មកនិយាយពីស្ថានភាពនៅថ្ងៃទី27ខែធ្នូឆ្នាំ2025វិញការឯកភាពលើបទឈប់បាញ់នៅម៉ោង12ថ្ងៃត្រង់គឺជាដង្ហើមថ្មីមួយសម្រាប់ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនបងប្អូនដែលរស់នៅខេត្តជាប់ព្រំដែនដូចជាបន្ទាយមានជ័យឧត្តរមានជ័យព្រះវិហារបាត់ដំបងឬពោធិ៍សាត់កោះកុងជាដើមប្រាកដជាយល់ច្បាស់ជាងគេពីតម្លៃនៃសន្តិភាពនេះការប៉ះទង្គិចគ្នានៅតាមព្រំដែនតែងតែនាំមកនៅការបិទច្រកព្រំដែនប៉ះពាល់ដល់ការដោះដូរទំនិញការភ័យខ្លាចដល់ភ្ញៀវទេសចរការខាត់បងអាយុជីវិតនិងទ្រព្យសម្បត្តិជាដើម
លោកវាងយីសប្បាយចិត្តនោះបង្ហាញថាស្ថានភាពតានតឹងត្រូវបានបន្ធូរបន្ថយភ្លាមៗក្រោយកិច្ចប្រជុំទ្វេភាគីជាមួយនឹងកម្ពុជានេះអាចចាត់ទុកថាជាជោគជ័យនៃការទូតមួយដែលមិនចាំបាច់បង្ហូរឈាមបន្តទៀតលោកវាងយីបានដាក់ជាសំណួរដែលជាអនុសាសន៍ថាការងារបន្ទាប់គឺធ្វើបែបណាឲ្យមានសន្តិភាពរឹងមាំនិងយូរអង្វែងតើចំណុចនេះមានន័យដូចម្តេចសម្រាប់កម្ពុជានិងថៃអ្នកវិភាគមើលឃើញថាដើម្បីឲ្យសន្តិភាពនេះរឹងមាំប្រទេសទាំងពីរត្រូវតែពង្រឹងយន្តការដោះស្រាយជម្លោះប្រើប្រាស់តុចរចាជាជាងការប្រើកាំភ្លើងដោយកិច្ចប្រជុំនៅទីក្រុងកូឡាឡាំពូកំណត់ព្រំដែនឲ្យច្បាស់លាស់បញ្ហាបង្គោលព្រំដែនដែលនៅសេសសល់ត្រូវតែដោះស្រាយដោយសន្តិវិធីនិងបច្ចេកទេសចិនក្នុងនាមជាមិត្តដៃថៃប្រកាសជាដើរតួសំខាន់ក្នុងការជំរុញការអភិវឌ្ឍនៅតំបន់ទាំងនោះដើម្បីប្រែក្លាយសមរភូមិឲ្យទៅជាទីផ្សារសេដ្ឋកិច្ចសរុបសេចក្តីមកព្រឹត្តិការណ៍នៅខេត្តយូណានថ្ងៃនេះគឺជាសារមួយដែលប្រាប់ពិភពលោកថាកម្ពុជាមានខ្នងបង្អែកដ៏រឹងមាំហើយចិនក៏មិនចង់ឃើញកម្ពុជាជួបវិបត្តិសង្គ្រាមដែរបត់ឈប់បាញ់ថ្ងៃទី27ខែធ្នូគឺជាកាដូឆ្នាំថ្មីសម្រាប់ប្រជាជនទាំងពីរប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺការរក្សាភាពស្ងប់ស្ងាត់នេះឲ្យនៅជារៀងរហូតដោយប្រសាសន៍លោកវាងយីចុះបងប្អូនយល់យ៉ាងណាដែរចំពោះទួនាទីរបស់ចិនក្នុងការសម្របសម្រួលចំនួននេះហើយបងប្អូនមានទំនុកចិត្តកម្រិតណាលើសន្តិភាពរវាងកម្ពុជានិងថៃនៅពេលខាងមុខបងប្អូនទាំងអស់គ្នាបើយើងនិយាយតែរឿងចរចាសន្តិភាពវាហាក់ដូចជាមិនគ្រប់គ្រាន់ទេក្នុងនាមជាអ្នកតាមដានស្ថានភាពនយោបាយនិងយោធាមានចំណុចមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនិងជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជាទាំងមូលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅកាន់ប្រទេសចិនលើកនេះគឺសង្ឃឹមថាមិនមែនទៅដើម្បីតែរឿងមួយមុខនោះទេសង្ឃឹមថាកម្ពុជាកំពុងសម្លឹងមើលទៅលើរឿងពង្រឹងរបងការពារជាតិឲ្យកាន់តែរឹងមាំថែមទៀតបើតាមការវិភាគនិងការរំពឹងទុករបស់ខ្ញុំកម្ពុជាសង្ឃឹមយ៉ាងមុតមមថានឹងអាចសម្រេចកិច្ចព្រមព្រៀងឬបើផ្លូវសម្រាប់ការបញ្ជាទិញយន្តហោះចម្បាំងដ៏ទំនើបរបស់ចិនគឺ model J-10C ឬរហស្សនាមថានិករាជដ៏ស្វាហាប់តួលេខដែលខ្ញុំរំពឹងទុកនោះគឺយ៉ាងហោចណាស់ក៏10គ្រឿងដែរដែលនឹងអាចមកដល់កម្ពុជាឆាប់ៗប្រសិនបើវាអាចទៅរួចគឺកម្ពុជាពិតជាត្រូវការយន្តហោះចម្បាំងមែនទែនដើម្បីការពារប្រទេសជាតិយើងឲ្យកាន់តែរឹងមាំសរុបមកវិញដំណើរទស្សនកិច្ចនេះមានតម្លៃស្មើនឹងមាសទី1យើងទទួលបានសន្តិភាពនៅព្រំដែនតាមរយៈបទឈប់បាញ់ទី2ខ្ញុំសង្ឃឹមថាឬក៏បងប្អូនមួយចំនួនសង្ឃឹមថាកម្ពុជាយើងនឹងចរចាទិញយន្តហោះចម្បាំង J-10C ចំនួន10គ្រឿងយ៉ាងហោចណាស់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានកុំភ្លេច comment J-10C នៅខាងក្រោមវីដេអូបើបងប្អូនចង់ឃើញយន្តហោះនេះហោះនៅស្រុកខ្មែរក្នុងពេលឆាប់នេះដែលជារបស់យើងបងប្អូនប្រិយមិត្តទាំងអស់គ្នានេះគ្រាន់តែជាការវិភាគរបស់ខ្ញុំនោះទេដែលខ្ញុំវិភាគថាកម្ពុជាយើងគួរតែចរចាទិញយន្តហោះចម្បាំង J-10C ពីប្រទេសចិនឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានបើមានខុសឆ្គងត្រង់ណាសូមកុំប្រកាន់សូមអរគុណ